សូមក្រាបថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីពីរាជរដ្ឋាភិបាលទី1សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំអង្គភាពមន្ទីរនៃបណ្ដាអង្គចំណោះឲ្យខេត្តតាកែវបាទសរុបជាង1200នាក់នៅព្រឹកថ្ងៃទី7ខែឧសភាឆ្នាំ2026គោលដៅនៃការជួបសំណេះសំណាលនេះគឺជាការអនុវត្តក៏ដូចជាការពង្រឹងកណន័យភាពរវាងព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោតដើម្បីឲ្យមានតម្លាភាពក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងក៏ជាឱកាសក្រើនរំលឹកដល់មន្ត្រីមូលដ្ឋានឲ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួននិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរពាក្យដាស់តឿនក្រើនរំលឹកដ៏មានតម្លៃដែលសម្ដេចប្រធានព្រឹទ្ធសភាក៏ដូចជាប្រមុខរដ្ឋស្ដីទីតែងតែលើកឡើងនៅគ្រប់វេទិកាគឺមន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេប៉ុន្តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនទី2សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានអំពាវនាវឲ្យមានការអនុវត្តដោយពេញលេញភ្លាមនិងទាំងស្រុងនៅសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ជាពិសេសចំណុចទី3ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នៅការវាស់វែងនិងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យាពេលបន្តទៀតការអំពាវនាវរបស់សម្ដេចធិបតីបែបនេះបានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2026ក្រោយពេលបិទបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជាហ្វីលីពីននិងថៃនៅឯកោះសេប៊ូប្រទេសហ្វីលីពីនទីដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងតែបើកធ្វើសម្ដេចមហាបវរធិបតីបានឲ្យដឹងទៀតថាកិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនៅរាល់យន្តការដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC គណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ABC បន្ទាប់ពីរដ្ឋាភិបាលថៃថ្មីបានចាប់ផ្ដើមអនុវត្តការងាររបស់ខ្លួនយ៉ាងពេញលេញរួចមកសម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថាយន្តការនេះគឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែង fait accompli និងដើម្បីធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងខ្សែបន្ទាត់ព្រំដែនអន្តរជាតិត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ការនេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្តនិងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរសម្ដេចមហាបវរធិបតីបានគូបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាសូមរំលឹកឡើងវិញថាខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរឬកំណត់ដោយការប្រើប្រាស់កម្លាំងឬតាមរយៈការបង្កើតអង្គហេតុសម្រេចនៅលើទីតាំងជាក់ស្ដែង fait accompli នោះទេកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រនិងចូលរួមចំណែកជាបន្តបន្ទាប់ហើយកម្ពុជាក៏បានផ្ដល់កិច្ចសហប្រតិបត្តិការពេញទំហឹងនិងអំពាវនាវឲ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តបទឈប់បាញ់និងរាល់វិធានការដែលបានព្រមព្រៀងគ្នាកិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីទិសដៅទៅអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃចេញពីអនុសារណៈនៃការយោគយល់គ្នានៅឆ្នាំ2001កម្ពុជាជឿជាក់ថានេះគឺជាមាគ៌ាសន្តិវិធីដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរជាចុងក្រោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីគូបញ្ជាក់ថាកម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់
រួមទាំងការបដិញ្ញាចិត្តដែលបានបញ្ជាក់ច្បាស់ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពូថ្ងៃ26 ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមថ្ងៃ27ធ្នូ2025កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័សហើយនឹងសុឆន្ទៈអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសរំលឹកឡើងវិញថាទន្ទឹមនឹងជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពបទជប់បាញ់និងជំរុញឲ្យមានការអនុវត្តពេញលេញសេចក្តីប្រកាសរួម27ធ្នូ2025ហ្វីលីពីនក្នុងនាមប្រធានបដូវវេនអាស៊ានឆ្នាំ2026បានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីការបដិញ្ញាចិត្តដ៏មុតមមរបស់ខ្លួនក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃជាក់ស្ដែងរដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានអះអាងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃ29មករា2026ថាហ្វីលីពីននឹងជំរុញឲ្យអាស៊ានដោះស្រាយបញ្ហាប្រឈមនានាទាំងថ្មីនិងចាស់ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នាចំណែកប្រធានបេសកកម្មអ្នកសង្កេតការណ៍អាស៊ាន AOT Home ហ្វីលីពីនប្រចាំកម្ពុជាក៏បានសន្យាថានឹងបំពេញការងារយ៉ាងសកម្មជាពិសេសបង្កើនការល្បាតនៅតាមបណ្ដោយព្រំដែនដែលមានចំនួនដើម្បីធានាថាមិនឲ្យមានភាគីណារំលោភបំពានលើភាគីណាឡើយអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទ